ba bảo miền lôi $80ទៅវិនិយោគតាមកម្មវិធី Fighter អាមេរិកនៅស្រុកខ្មែរមិនល្អជាងបាទខ្ញុំឃើញមាន comment បងប្អូនយើងច្រើនបាទគាត់តែ comment ចឹងដោយសារគាត់គិតថាមានដល់$80,000ហើយគាត់មិន enjoy life នៅប្រទេសកម្ពុជាទៅចាំបាច់ទៅអាមេរិកទៅអីតាមពិតទៅបើសិនជាបងប្អូនគិតតែលើមួយជ្រុងនៅក្នុងការបាទរស់ស្រួលខ្លួនឯងឬក៏អាចកាត់មុខរបរស៊ីខ្លួនឯងបានគឺត្រឹមត្រូវការលើកឡើងរបស់បងប្អូនត្រឹមត្រូវប៉ុន្តែសម្រាប់បងប្អូនមួយចំនួនដែលគាត់មានបំណងចង់ឲ្យកូនទៅរៀននៅអាមេរិកអត់អស់លុយបាទសូមចាស់ថារៀនអត់អស់លុយចង់ឲ្យកូនមានឱកាសទទួលបាននៅការអប់រំពីប្រទេសអាមេរិកបាទការអប់រំដែលល្អនោះគឺបងប្អូនជ្រើសរើសកម្មវិធី Wi-Fi ហ្នឹងគឺមិនខុសទេបាទគឺគាត់អាចបានទៅរៀននោះ free នឹងផលប្រយោជន៍ទី1ទី2បងប្អូនមាន$80,000បងប្អូនរកស៊ីនៅស្រុកខ្មែរមែនប៉ុន្តែអ្នកខ្លះមាន$80,000ចង់សុំវីសាទៅអាមេរិកក៏មិនងាយដែរអាចនឹងអត់ជាប់ដែរបាទអញ្ចឹងបើសិនជាយើងមានកូនរៀននឹងហើយយើងមានសិទ្ធិចេញចូលអាមេរិកបានដោយសេរីដោយសារយើងទៅមាន green card តើវាល្អទេបាទបងប្អូនសាកគិតមើលបើសិនជាយើងមានកូនអាចរៀននៅសហរដ្ឋអាមេរិកទាំងអស់រៀនអត់អស់លុយបាទហើយយើងមានសិទ្ធិចេញចូលសហរដ្ឋអាមេរិកដោយអត់ចាំបាច់ស្នើសុំវីសាបាទវាងាយស្រួលទេបងប្អូនថាសម័យមួយថ្ងៃហ្នឹងកូនរបស់បងប្អូនរៀននៅអាមេរិកហើយបងប្អូនអត់ត្រូវចំណាយលុយទៅលើការបង់លុយទៅរៀនហើយបងប្អូនចង់ទៅលេងគាត់ចង់ទៅលេងសហរដ្ឋអាមេរិកបងប្អូនមាន green card ដែលអត់ចាំបាច់ស្នើសុំវីសាបងប្អូនអាចចេញចូលបានដោយសេរីបងប្អូនគិតថាធ្វើឲ្យជីវិតបងប្អូនរីករាយទេហើយមួយទៀតខ្ញុំសង្កេតឃើញថាអ្នកដែលចាប់អារម្មណ៍ទៅវិនិយោគកម្មវិធី Wi-Fi ឬក៏អ្នកដែលបានវិនិយោគកម្មវិធី Wi-Fi មិនមែនអ្នកមានលុយធំ$80,000ទេគឺមានលុយលើសនឹងច្រើនបាទអញ្ចឹងគាត់មានលុយលើសនឹងច្រើនគាត់អាចមានចក្ខុវិស័យវែងឆ្ងាយអាចមានឱកាសគាត់អាចវិនិយោគនៅសហរដ្ឋអាមេរិកបង្កើនចំណូលរបស់គាត់បន្ថែមទៀតគាត់មិនមែនផ្ដោតលើតែអាជីវកម្មនៅក្នុងស្រុកគាត់អាចមានឱកាសពង្រីកអាជីវកម្មគាត់ទៅបរទេសបានទៀតបាទហើយក៏ជាឱកាសមួយដែលគាត់អាចrelax នៅពេលដែលគាត់ចូលនិវត្តន៍បាទគាត់អាចទៅដើរទៅរស់នៅទីនោះបាទទទួលបានសេវាថែទាំសុខភាពដែលឥតគិតថ្លៃបាទហើយមួយទៀតហ្នឹងគឺវាមិនមែនគ្រាន់តែជាឱកាសដើម្បីយើងបានចេញយកវាក៏ជាឱកាសមួយអាចមានន័យថាអាចបង្កើន lifestyle ផងដែរបាទយើងមានសេរីភាពក្នុងការធ្វើដំណើរបានច្រើនបាទអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ផ្សេងក្រៅពីអត្ថប្រយោជន៍ដែលយើងផ្ដល់ទៅលើថាចំណេញនេះសួរថាវិនិយោគលើកម្មវិធី Wi-Fi ចំណេញលុយទេបើលុយពីការវិនិយោគគឺអត់មានចំណេញទេបាទប៉ុន្តែអ្វីដែលបងប្អូនទទួលបានគឺអត្ថប្រយោជន៍ដូចដែលខ្ញុំរៀបរាប់ខាងលើហ្នឹងអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍បាទចង់ទៅរស់នៅសហរដ្ឋអាមេរិកដោយអត់ចាំបាច់ជាប់កាតព្វកិច្ចធ្វើការបានកូនរៀន free ចេញចូលសហរដ្ឋអាមេរិកបានមានឱកាសបង្កើតចំណូលទីនោះបានបងប្អូនអាចទៅមកខ្ញុំបាទផ្ទាល់ដើម្បីពិភាក្សាលម្អិតបាទសូមអរគុណ